ខ្ញុំច្រៀងរឿងពិតជីវិតក្មេងពីពេលឈឺទើបដឹងក្រំគ្រាកាជាធ្វើបាបគ្រួសារបំផ្លាញម៉ែអើយបំផ្លាញមនុស្សខ្មែរកាយដល់ឈឺទៅទឹកនេត្រាចោទថាលោកកាប់ប្រៃទៀតទេបាទអូយកំពុងឲ្យចូលតួលោកខែបន្តទៀតចង់ទឹកភ្នែកមែនតើនេះភ័ក្រគូកូនបំពន់ទុកសោកផ្លូវត្រូវមើលឃើញស្មោកគ្រោកដៃលូស្រវាផ្លូវខុងលុយឲ្យទៅរៀនខ្ញុំបែកកិច្ចសាលាសុងឥឡូវដឹងខ្លួនហួអងជាប់កង់ខ្នោះគ្នាងទុកខាកុំអាសិននៅមានអត់ចេះស្ដាប់កន្លែងបរោះនេះស្ដាប់កន្លែងហ្នឹងឲ្យជប់ស្ងាត់កុំអាសិនយកឲ្យឡងទីសិនរាប់ជូនគាត់បន្តទៀតអញ្ចឹងតែមិនឲ្យគាត់ចូលឲ្យគាត់អារម្មណ៍ចូលខ្លួនឯងស្ងាត់ស្ដាប់កន្លែងបរោះហ្នឹងទៅប្រញាប់ផ្ទះដៃអូខេតោះកុំមាត់ហេរ៉ូទឹកភ្នែកក្មេងពីលច្រៀងឌីលោកកាយកពុកម៉ែខ្ញុំទៅណានេត្រាខ្ញុំមើលមិនឃើញអើយសល់ត្រឹមរូបថតប្រឡាក់រួមដោយផ្សៃភ្លើងហេតុអ្វីស្ងាត់ម្លេងផ្ទះយើងពេលឃើញកូនស្លុតចិនដាទើបដល់ខ្លួនទាំងគ្នានេះណែកន្លែងដែលគេចង់បានអត់ទេកុំស្ដាប់មែនទេចម្រៀងត្រូវស្គាល់អាកន្លែងដែលវាព្រោះចាព្រោះអាមិញហ្នឹងចាតំណៃខ្លាំងហ្នឹងនិយាយទៅបទនេះហាក់បីដូចជាបង្ហាញនៅរឿងពិតអ្វីមួយយ៉ាងលោកខេមអាចជម្រាបជូនបានទេថាចាយ៉ាងម៉េចដែរទៅជម្រាបបងប្អូនមិននៅក្នុងស្ទូឌីយោអាស៊ីអាគ្នេយ៍ទេគឺបងប្អូននៅតាមកញ្ចក់ទូទស្សន៍មានបងប្អូនមួយចំនួនគាត់បំភ្លៃការពិតណាគាត់ថាខ្ញុំធ្លាប់មានប្រវត្តិបែបហ្នឹងខ្ញុំជម្រាបប្រាប់បងប្អូនថាគ្រូសាខ្ញុំជាគ្រូសាអត់ណាស់ម៉ាក់ខ្ញុំប្រាប់ថាមកពេញត្រូវជិះឲ្យឆ្ងាយបំផុតសុំទោសណាខ្ញុំនិយាយខុសឆ្គងសុំទោសស្រីស្រាហ្នឹងលបែងហ្នឹងគ្រឿងញៀនហ្នឹងតែម្ដងហើយខ្ញុំកោសក់នេះមិនមែនថាខ្ញុំមានប្រវត្តិដូចអញ្ចឹងបានខ្ញុំកោសក់ហើយខ្ញុំលះបង់ខ្ញុំយំពេលខ្ញុំថតមិនមែនទេដោយសារខ្ញុំមានក្តីស្រឡាញ់សម្រាប់បងប្អូនពេលដែលខ្ញុំទៅថត MV សំបីតែក្មេងអាយុប្រហែលជា12ឆ្នាំក៏គាត់ញៀនគ្រឿងញៀនដែរពេលដែលខ្ញុំចូលទៅដល់ទីនោះភ្លាមខ្ញុំមើលសតិក្មេងម្នាក់ហ្នឹងដូចសំទោសណាដូចរៀងដូចលេលើតែគាត់អត់ដឹងអីសោះបាទដោយសារគ្រឿងញៀនគឺបំផ្លាញសតិអារម្មណ៍របស់គាត់ដូច្នេះខ្ញុំថត MV នេះតាំងពីព្រឹករហូតដល់យប់ម៉ោង4ខ្ញុំយំរហូតដោយសារខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាហើយក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូបមួយថ្ងៃរវល់ទៅដល់លុយតាមខែទេដូច្នេះអ្វីដែលខ្ញុំធ្វើកោសក់នេះគឺខ្ញុំស្រឡាញ់បងប្អូនខ្ញុំហ៊ានលះបង់សក់ដែលខ្ញុំស្រឡាញ់បំផុតសម្រាប់បងប្អូនមួយចំនួនដែលគាត់ញៀនថ្នាំតើបងប្អូនដែលធ្លាប់ញៀនថ្នាំនោះហ៊ានលះបង់ថ្នាំញៀនដើម្បីលោកពុកអ្នកម្ដាយដើម្បីគ្រួសារដើម្បីខ្លួនឯងដែរឬទេអានេះជាសំណួរដែលខ្ញុំសួរហើយខ្ញុំជឿថា 90% ដែលជាបងប្អូនពលកររោងចក្រណាយើងមកពីស្រុកស្រែចំការដូចគ្នាយើងធ្វើអ្វីដែលល្អដល់សង្គមជាពិសេសយកលុយដែលយើងខំសំនេះយកទៅឲ្យម្ដាយឪពុកយើងនៅខេត្តឲ្យគាត់មានកិត្តិយសថាកូនមកធ្វើការកូនមានតម្លៃអូខេជាចុងក្រោយអរគុណដល់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមផ្ទាល់ទីនេះជូនពរសំណាងល្អហើយសង្ឃឹមថាខ្ញុំនឹងមានបទថ្មីមួយបទទៀតដែលខ្ញុំចាប់អារម្មណ៍បង្ហើបចំណងជើងជាចឹងណាចា៎ 4-5 ថ្ងៃទៀតបងប្អូនមានស្ដាប់ហើយបានថ្ងៃទៀតប្រហែលជា 4-5 ថ្ងៃទៀត 4-5 ថ្ងៃទៀតបានបទថ្មីរបស់លោកខេមទៀតហើយសប្បាយចិត្តអត់ចង់ស្ដាប់អត់
បើចង់ផ្ទះដៃខ្លាំងទាំងអស់គ្នាដើម្បីបានដឹងពីចំណងជើងអញ្ចឹងសូមជម្រាបចំណងជើងចំណងជើងទេចាលើលោកនេះតើមានអ្នកណាខ្លះចង់ក្រអូចាអត់ទៅវាកដងដែរវិញអាចសម្រាយបានបន្តិចទេចាក៏ពិតចានិយាយអំពីមិនថានេះទេពលករនៅក្នុងស្រុកក៏ដូចជាក្រៅស្រុកទៅធ្វើការស៊ីឈ្នួលគេធ្វើការដើម្បីយកកម្រៃមកដល់អ្នកពុកលោកពុកអ្នកម្ដាយគឺគ្មានអ្នកណាចង់បាយពីលោកពុកអ្នកម្ដាយដោយសារភាពទាល់ក្របានជំរុញឲ្យយើងឃ្លាតចេញពីគាត់ទាំងអស់គ្នាបាទចំណាក់ស្រុកចំណាក់ខេត្តចំណាក់ប្រទេសទៅធ្វើការដូច្នេះខ្ញុំលើកទឹកចិត្តដល់បងប្អូនថាថ្ងៃនេះយើងពិតជាអត់ទាំងអស់គ្នាប៉ុន្តែការព្យាយាមរបស់បងប្អូននឹងសម្រេចថ្ងៃណាមួយនៅពេលដែលបងប្អូនមានក្តីសម័យបងប្អូនតាមវាហើយមានការព្យាយាមជាបន្តទៀតបាទអរគុណដល់ស្ថានីយទូតអាស៊ីគ្នេក៏ដូចជាក្រុមហ៊ុនបាកាដែលផ្ដល់កិត្តិយសថ្ងៃនេះផ្ទាល់សង្ឃឹមជួបគ្នាឱកាសក្រោយតាមវេលានឹងម៉ោងដដែលអរគុណណាស់លោកខេមជូនពរសំណាងល្អបាទអរគុណជំរាបលាបាទអរគុណលោកខេមបាទអរគុណចំពោះលោកខេមក៏ដូចជាផលិតកម្មថោនជានិច្ចកាលតែងតែផ្ដល់នៅតារាកិត្តិយសចូលរួមគ្រប់កម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ជូនពរឲ្យមានការគាំទ្រកាន់តែខ្លាំងហើយនៅក្នុងពេលនេះពីកម្មវិធីតន្ត្រីបាកាសសូមអនុញ្ញាតសម្រាប់បន្តិចសិន